ចម្រើនពលគ្រូអាត្មាបញ្ញាខុសបណ្ដានមកពីក្រុម Basic 3នៅក្នុងវីដេអូនេះយើងសិក្សាទាក់ទងទៅនឹងពីរបៀបនៃការតម្លើង Visual Studio ឬក៏ហៅ IDE ហ្នឹងអញ្ចឹងដើម្បីតម្លើងជាមួយនឹង Visual Studio ដើម្បីសរសេរនៅភាសា C សាបានយើងត្រូវតែមានជាមួយនឹង Visual Studio Setup អញ្ចឹងដើម្បីបានជាមួយនឹង Visual Studio Setup បានយើងចូលទៅកាន់ Chrome មកអញ្ចឹងយើងសរសេរ Visual studio.microsoft.com/download អញ្ចឹងបើយើងសរសេរប៉ុណ្ណេះវានឹងចូលផ្ទាំងផ្សេងមួយនេះគឺរបស់ក្រុមហ៊ុន Microsoft តែម្ដងអញ្ចឹងបន្តមកយើងចុច Explore all version មកវាមាន3 version គឺទី1សម្រាប់ community សម្រាប់សិស្សអញ្ចឹងយើងអាចឆែកមើលវាបានសម្រាប់សិស្សយើងអាចចុច free download មកបើយើងចង់ចំណាយលុយទី2គឺ professional សម្រាប់អ្នកដែលគេជាអាជីពតែម្ដងអញ្ចឹងយើងចុចសាកប្រើចំនួន trial free 30ថ្ងៃ free trial 30ថ្ងៃក៏បានដែរតទៅយើងពេញចិត្តជាមួយនឹង trial free 30ថ្ងៃយើងអាចបន្តទៅ license បានទិញ key មកដាក់មកទី3 enterprise សម្រាប់អាត្មាគឺអាត្មាមាន key license មានអីស្រាប់អញ្ចឹងអាត្មាប្រើជាមួយនឹងចុចកន្លែង free trial ហ្នឹងមកអញ្ចឹងវានឹងឲ្យយើង free trial ចំនួន30ថ្ងៃ30មិនហ្នឹង90ថ្ងៃមិនដឹងនេះវាដាក់90ថ្ងៃនេះយើងអាច download ឲ្យតេស្តមើលវាប្រើបានមួយថ្ងៃអូខេអញ្ចឹងបន្ទាប់ពេលយើងចុចកន្លែងនេះវានឹងបាន download នៅ PC មួយហ្នឹងដែលមានឈ្មោះថា Visual Studio Setup ហ្នឹងអញ្ចឹងបន្ទាប់ពីយើងបានធ្វើការ download រួចយើងនឹងបានមួយនេះវាស្ថិតនៅលើកន្លែង download តែអាដាក់នេះទៅស្រួលក្នុងការមើលអញ្ចឹងដល់ click លើវា2ដងហើយបន្ទាប់មកវានឹងចេញបែបនេះអញ្ចឹងបន្ទាប់មកយើងចុច Continue មករងចាំវាតិចទៅឲ្យវាដើរហើយបន្តទៀតវាចេញទម្រង់បែបនេះដោយសារតែអាត្មាបានតម្លើងឲ្យអស់ហើយអញ្ចឹងវាចេញទម្រង់បែបនេះដើម្បីយើងអត់តម្លើងវាយើងជ្រើសជាមួយនឹងឯកសារដើម្បីតម្លើងអញ្ចឹងឯកសារដែលត្រូវតម្លើងនោះគឺមានតែពីរទេគឺទី1គឺ ASP.NET and web development យើងប្រើសម្រាប់ធ្វើការសរសេរទៅលើ web អញ្ចឹងយើងអាចគ្រីសលេខមួយហើយសម្រាប់ .NET desktop development នេះគឺសម្រាប់ទៅលើផ្ទាំងទៅលើការសរសេរទៅលើ desktop អញ្ចឹងយើងប្រើពីរហ្នឹងដើម្បីសរសេរទៅលើ C# កើត web project និង desktop application project ដោយសារអាត្មាតម្លើងរួចហើយគ្រាន់តែចុច close មកបើយើងអត់តម្លើងទេកន្លែងនេះឲ្យ install តែពេល close ហើយយើងអាចចុច launch វាដើម្បីធ្វើការ test បន្ទាប់ពីយើងបាន launch ហើយវានឹងចេញឲ្យយើងបង្កើត project ឯសារអាត្មាធ្លាប់បង្កើតអញ្ចឹងកន្លែងនេះគឺចុចកន្លែង new project solution មកអញ្ចឹងកន្លែងត្រង់កន្លែងនេះគឺវាមាន3គឺ all language all platform និង console កន្លែងនេះវាចេញ console ទេវាអាចចេញ desktop ឬក៏ extension ផ្សេងៗទៅប៉ុន្តែយើងជ្រើសរើស console ដើម្បីធ្វើការប្រើប្រាស់វាតទៅពេលយើងរើស console ហើយគឺអ្វីដែលយើងត្រូវការប្រើនោះគឺ console app.net framework ចុចលើនឹងមួយចុច next ហើយបន្ទាប់មកយើងដាក់ឈ្មោះ application យើងមកឈ្មោះអីដាក់ប៉ុណ្ណឹងមកអាអាចដាក់1 2 3យើងថែមទៀតមកយើងអាចដាក់ឈ្មោះអីក៏បានដែរដោយសារវាជាប់អានេះវាជាប់ជាមួយនឹង language របស់ភាសាខ្មែរតែនេះជាភាសាអង់គ្លេសទេដោយសារតែ computer ខ្មែរ remind ទៅលើភាសាខ្មែរបន្ទាប់មកយើងអាចជ្រើសរើស location ហើយកន្លែងនេះអាច create solution អីចឹងទៅណាចុច tick កន្លែងនេះហើយកន្លែង version អាយក version 8.8 បន្ទាប់មកចុច create ហើយចុច save មកអញ្ចឹងបន្ទាប់ពីយើងបាន save រួចរាល់ហើយគឺយើងអាចទៅ save ភាសានៅត្រង់កន្លែងហ្នឹងបាទត្រង់កន្លែងនេះគឺភាពដូចជា 3D អញ្ចឹងយើងអាច save នៅក្នុងនេះបាទអញ្ចឹងនៅក្នុងវីដេអូនេះអាត្មាមានតែប៉ុណ្្នឹងទេសូមអរគុណហើយសូមអរគុណ